ជាទីក្រុងតូចមួយដែលជ្រឿរឿយត្រូវបានគេដាក់ឈ្មោះថាទីក្រុងបុរាណរាប់ពាន់ឆ្នាំព្យួរនៅលើទឹកជ្រោះនេះគឺជាទីក្រុងបុរាណហ្វូរុងដែលជាទីក្រុងដ៏ល្បីល្បាញមួយក្នុងចំណោមទីក្រុងទាំង4នៅភាគខាងលិចខេត្តហួណាននៃប្រទេសចិនជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះដែលមានទទឹង40ម៉ែត្រនិងកម្ពស់60ម៉ែត្រព្រមទាំងអគារបុរាណដែលបានសាងសង់ពីលើច្រាំងថ្មចោតសម្រាប់ជាការរីករាយជាមួយនឹងទស្សនីយភាពដ៏ពិសេសនេះទីក្រុងបុរាណហ្វូរុងមានប្រវត្តិជាង2000ឆ្នាំជាកន្លែងដែលស្ថាបត្យកម្មធូរជាប្រពៃណីនៅតែត្រូវបានថែរក្សាយ៉ាងល្អវាត្រូវបានបង្កើតឡើងដោយស្ដេចធូស៊ីជារាជធានីនៃតំបន់យូយ៉ាងនៅក្នុងឆ្នាំ202មុនគ្រិស្តសករាជក្នុងកំឡុងរាជវង្សហានខាងលិចវាបានរក្សាទុកកន្លែងបុរាណវត្ថុវប្បធម៌ជាច្រើនសម្រាប់ការសិក្សាអំពីការផ្លាស់ប្ដូរនិងការអភិវឌ្ឍនៅក្នុងអំឡុងពេល20សតវត្សរ៍កន្លងទៅក្រុមជនជាតិភាគតិចធូជាគឺជាអ្នកស្រុកដើមហើយក៏ជាប្រជាជនដែលលេចធ្លោជាងគេនៅក្នុងទីក្រុងបុរាណហ្វូរុងហើយអគារដែលសង់នៅលើច្រាំងថ្មចោតក៏ជាលំនៅឋានធម្មតាទៅហើយដែលសាងសង់ដោយប្រជាជនធូជាដោយបានតុបតែងចម្រុះពណ៌និងមានចម្លាក់ដ៏ស្មុគស្មាញវាបានផ្ដល់ឲ្យអ្នកទស្សនានូវទិដ្ឋភាពនៃជីវិតរបស់ជនជាតិធូជាទីក្រុងបុរាណហ្វូរុងត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារតែទឹកជ្រោះហ្វូរុងដែលធ្លាក់ឆ្លងកាត់ទីក្រុងដើរលើផ្លូវវូលីដើម្បីទស្សនាសារមន្ទីរហ្វុកដែលជាកន្លែងតាំងបង្ហាញម៉ាស៊ីនវត្ថុនិងឧបករណ៍បុរាណរបស់អ្នកស្រុកជាច្រើនដែលបង្ហាញអំពីប្រវត្តិដ៏យូរលង់និងសម្បូរបែបរបស់ប្រជាជនធូជា